ជំរាបសួរបងប្អូនថ្ងៃនេះចង់មកបង្ហាញបងប្អូនពីរបៀបធ្វើនំក្រេបមានរសជាតិទុរេនហើយធ្វើឲ្យសាច់នំទន់ឆ្ងាញ់ណាបងប្អូនជាដំបូងនេះបងប្អូនខ្ញុំមានម្សៅមីនេះចំនួន300ក្រាមស្មើ300ក្រាមហ្នឹងហើយនឹងអំបិលមួយចុងស្លាបព្រាកាហ្វេបងប្អូនខ្ញុំដាក់ចូលជាមួយនឹងម្សៅហើយខ្ញុំមានពងមាន់យើងចំនួន3គ្រាប់បងប្អូនដាក់ពងទាក៏បានដែរតែខ្ញុំប្រើពងមាន់ណាបងប្អូនខ្ញុំប្រើ3គ្រាប់ហ្នឹងខ្ញុំគោះចូលជាមួយនឹងម្សៅមីទាំងអស់ហ្នឹងចូលគ្នាហើយបន្តមកទៀតបងប្អូនខ្ញុំប្រើទឹកដោះគោខាប់ហ្នឹងចំនួន1ស្ព្រីបាយបងប្អូនខ្ញុំដាក់ចូលគ្នាជាមួយនឹងម្សៅហ្នឹងខ្ញុំប្រើទឹកដោះគោខាប់ដើម្បីធ្វើឲ្យសាច់នំហ្នឹងផ្អែមទន់ឆ្ងាញ់ណាបងប្អូនរៀងទន់ឈ្ងុយទឹកដោះគោអញ្ចឹងណាហើយបន្ទាប់មកខ្ញុំដាក់ទឹកដោះគោខាប់1ស្ព្រីហើយខ្ញុំប្រើស្ករបងប្អូនស្ករនេះខ្ញុំដាក់តែ100ក្រាមទេខ្ញុំដាក់ផ្អែមក៏អត់ខ្លាំងដែរបងប្អូនអត់តលាន់ទេខ្ញុំដាក់ស្ករ100ហើយនឹងទឹកដោះគោខាប់1ស្ព្រីបាយហើយខ្ញុំថែមទឹកដោះគោស្រស់ហ្នឹងបងប្អូនដាក់ដោះគោស្រស់ហ្នឹងមួយកដុងហ្នឹង2លីត្រខ្ញុំដាក់តែ1លីត្រទេបងប្អូនមួយកដុងហ្នឹងខ្ញុំដាក់1លីត្រទាំងអស់វា2លីត្រខ្ញុំដាក់តែ1លីត្រខ្ញុំចាក់ពាក់កណ្ដាលបងប្អូនខ្ញុំចាក់ជាមួយនឹងម្សៅស្មើនឹង300ក្រាមហ្នឹងហើយបងប្អូនប្រើលក្ខពណ៌ធ្វើម្ហូបដូចជាលក្ខធ្វើនំខេកឬក៏លក្ខធ្វើម្ហូបបងប្អូនដាក់លក្ខតាមពណ៌បងប្អូនចូលចិត្តមួយណាក៏បានដែរខ្ញុំដាក់ប្រើពណ៌លឿងនេះបងប្អូនដើម្បីយកពណ៌វាស្អាតចាក់នំទៅពេលយើងដាក់ពណ៌តិចៗទៅវាស្អាតណាហើយបងប្អូនប្រើជាមួយនឹងម៉ាស៊ីនវាយក៏បានឬក៏ម៉ាស៊ីនវាយប្រដាប់វាយនំដូចខ្ញុំចេះក៏បានព្រោះម្សៅវាតិចអញ្ចឹងបងប្អូនខ្ញុំអត់ប្រើម៉ាស៊ីនខ្ញុំប្រើប្រដាប់វាយហ្នឹងហើយខ្ញុំវាយគោវាមួយរាវបងប្អូនអត់ឲ្យខាប់ពេកទេណាម្សៅហ្នឹងតែខាប់ចាក់ទៅរឹងនំហើយបងប្អូនហើយបន្ទាប់មកខ្ញុំរោខ្ទះណាដែលអត់ជាប់ខ្ញុំចាក់ដូចបញ្ឆៅអញ្ចឹងចាក់វាតែមួយវែកល្មមហើយខ្ញុំកវីវាពេញគូតខ្ទះហ្នឹងហើយខ្ញុំគ្របវាហ្នឹងហើយគ្របវាហើយកុំបខំភ្លើងបងប្អូនបើភ្លើងតិចមកល្មមកុំឲ្យខ្លោចឲ្យសាច់នំនឹងឆ្អិនតែឆ្អិនឲ្យទន់ល្អកុំឲ្យក្រហមកុំឲ្យអីបងប្អូនចាក់ឲ្យស្ដើងធ្វើឲ្យនំនឹងកាន់តែឆ្ងាញ់ហ្នឹងហើយឃើញទេបងប្អូនសាច់នំទន់ល្អហើយយើងកុំគ្របវាពេលយើងត្រឡប់ហើយបន្ទាប់មកខ្ញុំចាក់វាឲ្យទុកម្លែកឲ្យត្រជាក់សិនខ្ញុំមកធ្វើផ្នែកគ្រីមហើយបងប្អូននេះខ្ញុំប្រើតារៀនក400ក្រាមបងប្អូនហើយខ្ញុំប្រើគ្រីមស្រស់ហ្នឹងចំនួន300 ml បងប្អូនហើយនឹងប្រើម្សៅស្ករហ្នឹងគេហៅ icing 100ក្រាមជាមួយគ្រីមឈីសនេះខ្ញុំប្រើកន្លះកំប៉ុងហ្នឹង200ក្រាមខ្ញុំដាក់តែ120ក្រាមអីទេបងប្អូនហើយនឹងទឹកដោះគោខាប់ហើយនឹងក្លិនវ៉ានីឡាបន្តិចដើម្បីដាក់ឲ្យក្លិនគ្រីមបងប្អូនដាក់ឲ្យឈ្ងុយបន្តិចណាអានេះគ្រាន់តែគ្រឿងរបស់ខ្ញុំអ្នកដាក់ដោយថាការថែមថយរបស់ខ្ញុំដាក់ទៅខ្ញុំធ្វើទៅវារសជាតិឆ្ងាញ់ណាបងប្អូនអញ្ចឹងខ្ញុំបង្ហាញបងប្អូនដើម្បីឲ្យធ្វើទៅមានរសជាតិឆ្ងាញ់គ្រីមបងប្អូនហើយគ្រីមស្រស់នេះខ្ញុំដាក់ពាក់កណ្ដាលទេបងប្អូននេះខ្ញុំដាក់ជាមួយនឹងប្រដាប់វាយម៉ាស៊ីនយើងបងប្អូនវាយដៃក៏បានដែរហើយពេលបងប្អូនរៀបវាយនោះបងប្អូនគ្រីមខ្ញុំយកពីទូត្រជាក់មកហើយណាបងប្អូនបានវាយទៅវាឡើងស្អាតបើសិនជាបងប្អូនវាយដាក់នៅក្រៅអត់ឡើងស្អាតទេបងប្អូនខ្ញុំដាក់ទូត្រជាក់នេះគ្រីមស្រស់នេះខ្ញុំដាក់300 ml ហ្នឹងខ្ញុំដាក់ចូលជាមួយនឹងគ្រីមឈីសចូលគ្នាទាំងអស់បងប្អូនធ្វើអញ្ចេះនិយាយវាថាគ្រីមឆ្ងាញ់យ៉ាងបងប្អូនឆ្ងាញ់ជាងគ្រីមធម្មតាអញ្ចឹងណាហើយខ្ញុំដាក់ម្សៅស្ករហ្នឹងចំនួន100ក្រាមហ្នឹងបងប្អូនខ្ញុំដាក់ចូលគ្នាទាំងអស់ហើយបន្ទាប់មកខ្ញុំដាក់ដល់គោខាប់នេះខ្ញុំដាក់មួយគ្រីមនេះដាក់ឲ្យឆ្ងាញ់ហើយផ្អែមមកល្មមអត់ផ្អែមពេកទេណាបងប្អូនហើយខ្ញុំយកសាច់ត្រេនហ្នឹងទៅបេះគ្រាប់វាស្អាតហើយយកមកជ្រុំវារៀងច្បល់បន្តិចឲ្យវាចូលគ្នាម៉ត់តិចណាបងប្អូនទុកដាក់ក្រោយនឹងយើងវាយគ្រីមឲ្យមើលទៅល្មមតែយើងគិតថានេះគ្រីមបងប្អូនវាយឡើងសឡើងល្អអញ្ចឹងដាក់ទូត្រជាក់យើងយកមកវាយមិនស្អាតបានឡើងល្អបងប្អូនហ្នឹងហើយបងប្អូនវាយមើលតាមសាច់គ្រីមបងប្អូនវាយមកល្មមគ្រីមដាក់ម៉ាស៊ីនដូចខ្ញុំចេះដាក់តាមលេខ1ឬក៏ដំបូងដាក់លេខ2អញ្ចឹងហើយបងប្អូនឲ្យរៀងឡើងតិចបងប្អូនវាយយកតែម្ដងហើយគឺរួចរាល់បងប្អូនឃើញទេបងប្អូនខ្ញុំវាយម៉ាស៊ីននេះបងប្អូនវាយម៉ាស៊ីនដៃក៏បានដែរតែខ្ញុំមានម៉ាស៊ីននេះខ្ញុំវាយយ៉ាងវាស្រួលលឿនណាបងប្អូនហ្នឹងហើយខ្ញុំដាក់ត្រេនដែលខ្ញុំកូរច្បាច់យកសាច់ហើយអស់ហ្នឹងខ្ញុំកូរដាក់ចូលគ្នាច្បល់វាឲ្យរៀងសប់ចូលគ្នាហើយបានខ្ញុំយកមកធ្វើឃើញទេបងប្អូនអត់ពិបាកទេគ្រាន់តែថាបងប្អូនមុនវាយគ្រីមបងប្អូនត្រូវដាក់ទូត្រជាក់ហើយបន្ទាប់មកអាសាច់នំដែលខ្ញុំទុកម្លាយហ្នឹងត្រជាក់ហើយបងប្អូនមកខ្ញុំយកមកដាក់ក្តៅដាក់អត់កើតទេបងប្អូនវាលាយគ្រីមអញ្ចឹងណាហើយខ្ញុំដាក់ស្ដើងបងប្អូនបើគេធ្វើលក់គេធ្វើខុសពីខ្ញុំហើយគេមានប្រដាប់បៀកអីត្រឹមត្រូវអញ្ចឹងណាតែសម្រាប់ខ្ញុំធ្វើញ៉ាំអញ្ចឹងខ្ញុំយកប្រដាប់ដែលគៀកគ្រីមហ្នឹងយកមកប៉ាតយកពីលើតែម្ដងបងប្អូនខ្ញុំអត់មាននៅរោដូចថាប្រដាប់បៀកប្រដាប់អីអញ្ចឹងណាខ្ញុំគ្រាន់តែវាយហើយអញ្ចឹងខ្ញុំយកមករៀបធ្វើតែបងប្អូនធ្វើដូចខ្ញុំចេះវាលឿនហើយសម្រាប់យើងធ្វើញ៉ាំ
ល្មមយើងអាចធ្វើញ៉ាំបានណាបងប្អូនយើងអត់អ្នកធ្វើលក់អញ្ចឹងយើងធ្វើលក្ខណៈគ្រួសារអីញ៉ាំអញ្ចឹងណាដាក់ម្ដងមួយជាន់អញ្ចឹងបងប្អូនដាក់គ្រឿងតាមខ្ញុំមកបើបងប្អូនដាក់ច្រើនពេកទៅក៏វាដូចថាឆ្ងាញ់តែវាអាចនឹងដូចថាយើងធ្វើច្រើនអត់បានដែរអញ្ចឹងបងប្អូនដាក់តែល្មមប៉ុណ្ណេះហើយខ្ញុំគិតថាសម្រាប់ខ្ញុំឯណាបងប្អូនចង់ច្រើនដាក់គ្រឿងច្រើនជាងនឹងក៏បានដែរហ្នឹងហើយខ្ញុំធ្វើម្ដងមួយស្ទាប់ដាក់គ្រីមលាបឲ្យស្អាតហើយបន្ទាប់ពីប្រទេសខាងលើហ្នឹងបងប្អូនចាក់រៀងធំបន្តិចណាខ្ញុំចាក់គ្របវាពីលើហ៎ខ្ញុំចាក់ម្ដងបន្តិចដើម្បីឲ្យអស់សាច់នំដែលខ្ញុំចាក់ហ្នឹងជាងខ្ពស់ដែរបងប្អូនឃើញទេយើងធ្វើអញ្ចេះទៅនិយាយថារសជាតិឆ្ងាញ់បងប្អូនអត់ចាញ់គេលក់ទេបងប្អូនសាកធ្វើទាំងអស់គ្នាមើលបើសិនជាធ្វើនំនេះនិយាយថាគ្រីមហើយនឹងសាច់នំទន់ល្អបងប្អូនចេះដូចថាធ្វើទៅសាច់នំទន់ល្អឆ្ងាញ់បងប្អូនតានាងថាឆ្ងាញ់ព្រោះខ្ញុំសាកធ្វើខ្លួនឯងហើយនៅសល់គ្រីមបងប្អូននៅសល់គ្រីមហើយនំខ្ញុំធ្វើនំបត់ដាក់បត់ចេះដើម្បីកូនខ្ញុំស្រួលញ៉ាំដែរតិចតួចចេះហើយមើលទៅតំណងឲ្យខ្ជូតទៀតបងប្អូនតិចតួចចេះល្មមដាក់ទៅ2ម៉ាត់3ម៉ាត់ល្មមហ្នឹងហើយឃើញទេបងប្អូនហើយខ្ញុំធ្វើលើកទី2ទី3ហើយនំនេះព្រោះនេះធ្វើចំណាយពេលយូរដែរអញ្ចឹងណាហ្នឹងហើយឃើញបងប្អូនតំណងអត់ឲ្យស្អាតឲ្យរសជាតិឆ្ងាញ់បងប្អូនសាកធ្វើតាមខ្ញុំទាំងអស់គ្នាមើលបើរសជាតិធានាថាมันឆ្ងាញ់ហ៎បងប្អូនហ្នឹងហើយខ្ញុំសាកញ៉ាំនិយាយថាឆ្ងាញ់កូនខ្ញុំក៏ចូលចិត្តដែរឃើញទេបងប្អូនប៉ុណ្ណឹងរួចរាល់ហើយនិយាយថាថេស្តមើលឆ្ងាញ់ខ្លួនឯងអរគុណច្រើនណាបងប្អូន